hai đứa bay ban chỉ dương mình cua miền ẩm nốt nó về để dương từ tuổi ban phim chụp chơi nam môi nó không chỉ vật ủ tí ho đôi chỉ dương a giờ đọc chấm nổi ban trơn dương miền tè thông dương miền lan tôm nớp dương miền rụp sầm rót rót ad dương miền sọc phim lọ chiên nẹt đọt tây môi bị bay ấy chỉ đám nắng vì pro tha rồi bọc tầng óc nắng cứ vì mình thật thề vì mình ở chỉ mùi dương rồi hậu nốt tê hai mùi tiền rồi là vậy để dương miền đôi sọc ngày nắng co vì mình mền sọc tại cá chanh bị cá khát khom prang prai rồi bọc dương tai mùi một nốt đai vì có miền cá châu rùm pi mây đây thò mà chiết có đôi chia mà nấu chung quanh khuôn rồi bọc dương phong đai từ bản đa ao miền dương đôi chia ấy là níไปคล้ายយើងអាចផ្លិចខ្លួនហើយទៅជាអំណួតកើតក្តីប្រមាថចំពោះអ្នកដទៃឬក៏ចំពោះហេតុការណ៍ណាមួយដែលយើងបានជួបប្រទះដោយគិតថាខ្លួនយើងប្រសើរជាងគេខ្លួនយើងនឹងគឺបានខិតខំប្រឹងប្រែងខ្លាំងជាងគេទើបយើងមានអ្វីៗដូចឥឡូវនេះសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ដូចគ្នាខ្ញុំធ្លាប់មានមោទនភាពចំពោះខ្លួនឯងហើយគិតថាវាប្រហែលជាកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំតែមួយមុខប៉ុន្តែបន្ទាប់ពីរស់នៅអស់រយៈពេលយូរដែរហើយគឺជាង30ឆ្នាំហើយមកដល់ពេលនេះទើបដឹងថាតាមពិតទៅវាមិនមែនកើតឡើងតែពីខ្ញុំតែម្នាក់ឯងនោះទេអ្វីដែលខ្ញុំមានដូចឥឡូវនេះគឺសុទ្ធតែមានការចូលរួមពីមនុស្សជុំវិញខ្លួនពីមេឃដីធម្មជាតិជាអ្នកផ្ដល់ឲ្យបងប្អូនសាកស្រមៃមើលថាបើសិនជាអត់មានមេឃដីថែរក្សាឃុំក្រងយើងអត់មានឪពុកម្ដាយយើងចាំជួយផ្ដល់កម្លាំងចិត្តចាំលើកទឹកចិត្តចិញ្ចឹមបីបាច់ផ្ដល់ចំណីអាហារដល់យើងទេប្រហែលជាយើងអត់អាចរស់នៅមកដល់សប្តាហ៍ថ្ងៃនេះទេឧទាហរណ៍ដូចជាពេលយើងធ្វើដំណើរតាមដងផ្លូវអីជាដើមហ្នឹងពេលខ្លះយើងបានប្រុងប្រយ័ត្នហើយក៏ប៉ុន្តែវាមានគ្រោះថ្នាក់ចៃដន្យដែលឡានអ្នកដតីនឹងគាត់បែកកង់ធ្វើឲ្យរេចកោតចូលមកប៉ះយើងអាចនឹងបាត់បង់ជីវិតភ្លាមក៏ថាបានប៉ុន្តែសប្តាហ៍ថ្ងៃនេះដោយសារតែមានសំណាងមានមេឃដីជួយថែរក្សាយើងទើបយើងអាចមានជីវិតមកដល់ឥឡូវនេះវីដេអូនេះខ្ញុំចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាថាឲ្យបងប្អូនចេះដឹងគុណនៅអ្វីដែលបងប្អូនមានយើងកុំឈឺចិត្តតូចចិត្តនឹងអ្វីដែលយើងបាត់បង់ឬក៏អ្វីដែលយើងខំប្រឹងហើយយើងមិនទទួលបានជោគជ័យដោយសារតែប្រហែលជាសំណាងរបស់យើងមិនទាន់មកដល់ឬក៏យើងមិនទាន់មានហេតុគ្រប់គ្រាន់ដើម្បីទទួលបានរឿងទាំងអស់នោះអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចេះដឹងគុណនៅអ្វីដែលយើងមានដើម្បីតាក់ទាញរឿងល្អបន្ថែមចូលមកក្នុងជីវិតរបស់យើងបន្ថែមទៀតដូច្នេះប្រសិនបើជីវិតរបស់បងប្អូនទាំងអស់គ្នាកំពុងតែដំណើរការទៅមុខបានល្អរលូនហើយសូមបងប្អូនទាំងអស់គ្នារីករាយជាមួយនឹងវាហើយមានក្តីមេត្តាចំពោះមនុស្សជុំវិញខ្លួនមិនថាជាសត្វឬក៏ធម្មជាតិនោះទេពីព្រោះថាធម្មជាតិឬក៏សត្វទាំងអស់ហ្នឹងក៏មានចំណែកនៅក្នុងការដែលធ្វើឲ្យជីវិតរបស់យើងរស់រានដូចសពថ្ងៃផងដែររាល់ខ្យល់ដកដង្ហើមរាល់ពេលវេលាល្អរាល់អាហារឆ្ងាញ់ដែលយើងមានហ្នឹងគឺសុទ្ធសឹងតែបានមកពីការផ្ដល់ឲ្យរបស់ធម្មជាតិបានមកពីការលះបង់របស់មនុស្សជុំវិញខ្លួនរបស់យើងអញ្ចឹងហើយទើបបានជានៅពេលដែលយើងទទួលបានភាពស្រណុកសុខស្រួលនៅក្នុងជីវិតរួចហើយគេឲ្យយើងបំពេញជាប្រយោជន៍ត្រឡប់ទៅកាន់ធម្មជាតិវិញត្រឡប់ទៅកាន់មនុស្សជុំវិញខ្លួនរបស់យើងវិញយើងមិនគួរកាត់ក្តីអំនួតឬក៏ប្រមាថចំពោះមនុស្សជុំវិញខ្លួនចំពោះហេតុការណ៍នានាដែលយើងបានជួបប្រទះនោះទេសរុបមកវិញសូមបងប្អូនទាំងអស់គ្នាចងចាំថាសេចក្តីស្លាប់ការបាត់បង់គឺវាតែងតែកើតឡើងនៅក្នុងជីវិតរបស់យើងរៀងរាល់គ្រប់វិនាទីទាំងអស់មិនមានវិនាទីណាមួយដែលយើងអាចប្រមាថបាននោះទេ